សូមស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករនិងបកប្រែថ្ងៃនេះខ្ញុំបរិញ្ញាអ្នកបន្តនៅសន្ទនាកម្រិតដំបូងនៅក្នុង unit 13មេរៀនទី13ដដែលប៉ុន្តែខ្ញុំស្រង់ពាក្យខ្ញុំមកបរិញ្ញាណា study words អូខេសិក្សាពាក្យអញ្ចឹងនៅក្នុងពាក្យមេរៀនទី13នេះខ្ញុំស្រង់បាន42ពាក្យពាក្យទី1 look up to គោរពពាក្យទី2 parents ឪពុកម្ដាយពាក្យទី3 used to ធ្លាប់ពាក្យទី4 kneel down for ថ្វាយបង្គំពាក្យទី5 would care ចង់ពាក្យទី6 signify ប្រាប់ពាក្យទី7 pay homage to គោរពនិងដឹងគុណពាក្យទី8 all time គ្រប់ពេលវេលាពាក្យទី9 for the rest of life អស់មួយជីវិតពាក្យទី10 pay tribute to គោរពនិងដឹងគុណពាក្យទី11 natural parents ឪពុកម្ដាយបងពីនេះណាអត្ថន័យទី1ឪពុកម្ដាយអត្ថន័យទី2អ្នកមានគុណពាក្យទី12 birth provider អ្នកផ្ដល់កំណើតពាក្យទី13 in which ដែលក្នុងនោះពាក្យទី14 support ផ្គត់ផ្គង់ពាក្យទី15 everything អ្វីគ្រប់យ៉ាងពាក្យទី16 gain ទទួលបានពាក្យទី17 make ធ្វើឲ្យពាក្យទី18 attain ទទួលបានពាក្យទី19 interest អត្ថប្រយោជន៍ពាក្យទី20 such as ដូចជាពាក្យទី21 bliss សេចក្តីសុខពាក្យទី22 long life អាយុវែងពាក្យទី23 happiness សុភមង្គលពាក្យទី24 security សន្តិសុខពាក្យទី25 safety សុវត្ថិភាពពាក្យទី26 living Buddha ព្រះរស់ពាក្យទី27 original omnipotent ទេវតាដើមពាក្យទី28 prosperity ការរកស៊ីមានបានពាក្យទី29 stem from កើតចេញពីពាក្យទី30 gratitude ការដឹងគុណពាក្យទី31 sake សេចក្តីសុខពាក្យទី32 kamapans បាបកម្មពាក្យទី33 do harm to ធ្វើបាបពាក្យទី34 exactly ប្រកាសជាពាក្យទី35 follow to help តាមជួយពាក្យទី36 omnipotent ទេវតាពាក្យទី37 dare ហ៊ានពាក្យទី38 do bad to ធ្វើបាបពាក្យទី39 often ញឹកញាប់ពាក្យទី40 grateful ដឹងគុណពាក្យទី41 anyone នរណាម្នាក់ពាក្យទី42 from childhood to maturhood តាំងពីតូចរហូតដល់ធំអូខេអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំអានឲ្យរួចហើយចុងក្រោយជូនដំណឹងតាក់ទងនឹងការលក់សៀវភៅខ្ញុំមានលក់សៀវភៅគ្រប់ប្រភេទដូចជាសៀវភៅពាក្យកសែតសៀវភៅ formal word សៀវភៅ structure សៀវភៅ expression សៀវភៅ slang សៀវភៅ prepositional idiom សៀវភៅ idiom សៀវភៅ collocation វេយ្យាករណ៍ part of speech វេយ្យាករណ៍ writing skill សៀវភៅវេយ្យាករណ៍ TOEFL សន្ទនាកម្រិតដំបូងសៀវភៅសន្ទនាថ្នាក់ជាតិសៀវភៅសន្ទនាទំនាក់ទំនងថ្នាក់អន្តរជាតិព្រមទាំងសៀវភៅពាក្យបច្ចេកទេសនិងសៀវភៅផ្សេងជាច្រើនទៀតសូមបញ្ជាក់សៀវភៅទាំងអស់នោះខ្ញុំបានចងក្រងអង់គ្លេសបកខ្មែររួចហើយណាអ្នកនរគ្នាទិញទៅយកទៅទិញទៅបានហើយយកទៅទិញយកទៅប្រើការទៅណាចុងក្រោយអ្នកនរគ្នាចាប់អារម្មណ៍ទិញយកទៅប្រើការតាក់ទងមក Telegram របស់ខ្ញុំ093 553 191